បងប្អូនប្រុសស្រីដែលទាំងសនាទូរទស្សនិកជនជាទីមេត្រីបងប្អូនប្រុសស្រីដែលទាំងសនាខ្ញុំបាទនឹងសូមលើកហាត់ថាមុននឹងចោយចាច្រៀងឆ្លងឆ្លើយអោនឹងសុខារូបក៏ស្អាតបញ្ញាក៏ឆ្លាតខ្ញុំបាទតែអញ្ជើញនាងមហាបីថាសុខារូបនោះក៏ស្អាតបញ្ញាក៏ឆ្លាតតែខ្ញុំបាទតែអញ្ជើញនាងមកឆ្លើយកលៈទេសៈជួបគ្នាទៅហើយតែមកដល់គុំបងអង្គអីអញ្ជើញតាមចិត្តគិតតាមចង់វៃប្លង់មកចុកទៅនាងសុផាត្រីប្រហែលជានាងបញ្ញាល្បីត្រីនេះអញ្ជើញតាមប្រាថ្នានេះខ្លួនណាទីតែហើយមាននៅហើយមើលរូបរាងបងសែនសងហើយតែនិយាយយកយកបងក៏នៅក្មេងរូបសែនសង្ហាមើលទៅរៀងទាំងកាយវិការអរគុណណាស់លោកថ្នាំងលើអូអ្នកកាយអីអ្នកកំមុំតែបើតាមខ្ញុំដឹងថាអ្នកបកែមើលថាខ្ញុំនេះមនុស្សថ្នាក់លើណាឯងមិនស្ទើរប្រហែលនៅក្រោមហ្នឹងសុខាល្អអស្ចារ្យទាំងរូបទាំងឆោមអ្នកកាយអ្នកសុផាចល្អអស្ចារ្យទាំងរូបទាំងឆោមឥឡូវបានជួបគ្នាល្មមជំទើត្រីស្រស់បានជួបខ្ញុំក្នុងពេលរាត្រីណែឯងក៏ប្រាជ្ញខ្ញុំក៏ប្រាជ្ញតែមនុស្សកើតមកមានរដ្ឋអំណាចណែឯងកុំខ្លាចខ្ញុំធ្វើអីបកាយចាប់ថ្នាក់ប្រទាំងសម្ដីអញ្ជើញអ្នកស្រីលីតាមកាយជើងមកណាតែមួយបងមានប្រាជ្ញាអូខ្ញុំមិនងាយអួតទេដូចឯងដូចគេទេអ្នកសុផាប៉ុន្តែឋានៈជាអ្នកកៃដោះសាយចង់សួរត្រណាខ្ញុំឆ្លើយត្រនឹងហើយជើញបានអ្នកបានអើយត្រូវតែប្រុងបងនាងវាយថ្លាំងអូណាស់បានអ្នកសួរបងតែចាំណាប់សំណួរខ្ញុំមើលបងរៀបចំហើយឯងខំប្រឹងពេលវេលានឹងបលឹងសុំសួរឲ្យដោះសារសួរមកនេះស្ថានភាពព្រៃឈើនៅកម្ពុជាអាយ៉ាសួរមើលឯងពេលព្រៃមកបាទសូមឲ្យប្រុងបងអ្នករាយការសង្ហាអូននាងកើតសង្ហាសាអូនអ្នកសុផាគួរតែស្ដាប់ថាដូចខាយ៉ាងរន្ទាលព្រៃអោស្រីយាយណាស្រីណាបានជួបថ្មីសួរឲ្យដោះសារអ្នកសួរឲ្យភ្លាមឲ្យរៀមបានឆ្លើយពីស្ថានភាពជំទើស្រីស្រស់កាយជីវ៉ាអំពីស្ថានភាពព្រៃឈើនៅកម្ពុជាអ្នកកាយឲ្យអ្នកកមុំដល់កលងុំចិត្តខែល្ងាពេលណែកល្ងិតយើងចិត្តគ្នាអ្នកទីឲ្យខ្ញុំឆ្លើយជូនស្រីសារៈទុកខាងជើខ្លាំងណាស់កាយអូនស្ដាប់ឲ្យច្បាស់ត្រង់ពិស័យអូថ្លៃហើយណាថ្លៃណាសួរស្ថានភាពព្រៃឈើនៅកម្ពុជាយ៉ាងម៉េចកើយ៉ាងម៉េចបងបំពេញកិច្ចជូនពំងារស្ថានភាពព្រៃឈើកម្ពុជារៀមបងកណនីជំរាបស្រីបងដឹងជាពរដ៏មានចំនួន13លានផ្ទៃដីអោបើតាមខ្ញុំដឹងជាពរដ៏មានចំនួន13លានអេតានៃផ្ទៃដីស្រីអាយស្រី73% នៃដីទូទាំងកម្ពុជាព្រៃជើងហើយច្រើនណាស់ខ្ញុំបាទជម្រាប
ao dây chứ bác để đại ban xua cua sần tần nia chấm tơ sấy sò cài pom ngheสถานភាពកម្ពុជានឹងព្រៃឈើអោស្រីអាយស្រីរូបឆោមមិនមានព្រៃក្រោមមានព្រៃលើហើយឡើយបងឆ្លើយអំពីសារៈសំខាន់នៃព្រៃឈើដែលជាទង្វើទាំងអស់កៃគ្នាអ្នកក៏ដូចជារូបខ្ញុំកំឡោះក៏ដូចជាក្រមុំពិសេសប្រជារាស្ត្រជនកម្ពុជាអ្នកកាយអ្នកពំងារគឺយើងរាល់គ្នាត្រូវការខាងឈើជាប្រកដីចាប់តាំងពីកើតរហូតទៅស្លាប់ជំរាបទៅចោះតាមសារស័ព្ទបងរិះបងរាប់ប្រាប់ដោយខ្លីៗណាឲ្យស្ដាប់បានដែលអីអំពីអត្តន័យនៃព្រៃឈើបងឲ្យយើងត្រូវតែខំមើលធ្វើរូបខ្ញុំមិនថាកំឡោះឬក៏មុំបងឲ្យយើងខិតនៃខំនៃធ្វើយើងថែរក្សាពីឈើពីព្រោះផលប្រយោជន៍ដល់ជាតិណាយើងអូអ្នកកាយាយអីអ្នកវាត្រូវការពារតាំងពីអស់ភ្លើងដែលជាសម្បត្តិនៃយើងសម្បត្តិប្រជារាស្ត្រទាំងប្រុសស្រីឈើជាប្រភពល្អយណាស់ផ្នែកជីវសាស្ត្រសង្គមថ្មីស្រីយាយអ្នកស្រីចំពោះអ្នកបរិស្ថានវិទ្យានិងវិទ្យាសាស្ត្រអ្នកចាំមកស្ដាប់ខ្ញុំក្រមុំខ្ញុំឆ្លើយឲ្យច្បាស់ទៅច្បាស់សារៈសំខាន់ឈើខ្លាំងណាស់ខ្ញុំបាទប្រាប់ច្បាំងទៅនឹងស្រីបើចង់យើងទៅហើយតែដាំហើយខំដាំលើផ្ទៃដីតែដាំតាមកត់ចំណាំយើងត្រូវតែដាំលើផ្ទៃដីតែហេតុអីហើយរឿងអីបានតែនាំគ្នាដាំឈើជាធម្មតាជាង2ទងសវត្សក៏ឲ្យសង្គ្រាមយ៉ាងខ្លោចផ្សាបើចឹងព្រៃប្រឹក្សាប្រកាសជាជួបនៅហនភាពបាញ់មិញអូនសួរអំពីស្ថានភាពឥឡូវសុំសួយសារជាថ្មីអូណាស់យើងចាំថាហើយសំណួរខ្ញុំអើសូមឲ្យប្រឹងបងអ្នកលោកលៃចាំមិនស្ដាប់សំដីអ្នកថ្លៃគ្រៀងជូនសម្ដានញាតអូនសួរតែឈើយើងមានច្រើនណាស់សប្តាហ៍ថ្ងៃហើយអីបំផុសឲ្យដាំទៀតតំណែរូបខ្ញុំមុំមើលចង់អៀតមើលប្រងបងឃ្លាតប្រាប់មកអស្រីអូអ្នកកាយាយអើយអ្នកចង់បញ្ជាក់សួរមេព្រៃអូអ្នកកាយអើយអ្នកកណ្ដាលរៀបត្រីអីកាន់តិចអ្នកបានចោតសួរមកមេព្រៃថារឿងអីហេតុអីបំផុសចលនាធ្វើរុក្ខកាយទិវាអ្នកបានសួរខ្ញុំមិនឆ្លើយជំទើស្រីស្រស់កែវត្រាន់ហើយចំណឹងបងប្រាប់បងពរនីបំផុសនៅរុក្ខទិវាឲ្យយើងគ្រប់គ្នាដាំដើមឈើដូចខ្ញុំហើយជំរាបស្រាប់ស្រីស្រង់ចំណាប់ប្រាប់ខាងលើអ្នកកាយឲ្យណាំងសុផាដូចខ្ញុំដោះសារប្រាប់ពីខាងលើជាង2ទសវត្សរ៍នោះព្រៃឈើដែលដោយទង្វើគេហៅអាណាធិបតេយ្យអ្នកកាយឲ្យយ៉ាងកមុំមកដល់សង្គមយើងសប្តាហ៍ថ្ងៃបំផុសប្រជាជនប្រុសស្រីដើម្បីជួយដាំម្ដងទៀតពីសាំងសម្ដេចព្រះបិតាព្រះអង្គជាទីស្នេហាជាតិពិសេសកាយពួក
អង្គសម្ដេចជ័យឪជំទើស្រីស្រស់កាយពេលពៅព្រះអង្គបំពេញបេសកកម្មដោយឆ្លាស់ឆ្លៀតដើម្បីបំផុសកៃជាតិនឹងជួយឲ្យដាំដើមឈើជាប្រកដីជំទើស្រីស្រស់កាយពេលពៅនៅភ្នំតាម៉ៅពេលថ្មីស្រីយ៉ាអើយស្រីពីឆ្នាំទៅថ្មីនៅភ្នំអត្តរាកាយើងត្រូវរកពីរំគ្នាពុំងារបីដូចជាដុំចង្កាយើងរកបាយរំគ្នាពុំងារបីដូចជាដុំចង្កាំងនៅភ្នំអត្តរាព្រះអង្គក៏ចូលរួមដាំណាអ្នកស្រីបើចឹងប្រជាជនគ្រប់អាត្មាមិនថារូបណារូបពីណាមិនថាបរោះឬស្ត្រីមិនថាយុវជនយុវតីបងប្អូនប្រុសស្រីជាតិខេមរាត្រូវតែដាំឈើគ្រប់គ្នាជំរុញនៅរុក្ខទេវានៃខែគឺជានៃគោលការណ៍អញ្ចឹងបានស្ដាប់ទេអ្នកសុផាដែលទៀងសោតតាស្ដាប់ខ្លីត្រូវតែខំប្រឹងហើយធ្វើការសង្ហាដាំគ្រប់មើលគ្នាមិនថារូបអ្នកកាយរូបខ្ញុំត្រូវតែចូលរួមរកខាងទេវីមិនថារូបអ្នកកាយរូបខ្ញុំត្រូវតែចូលរួមនៅក្នុងរុក្ខកាយតិវីជំទើស្រីស្រស់កែពុំងាយើងត្រូវដាំឈើឬហូបផ្លែជាប្រកដីយើងត្រូវឲ្យដាំហើយកើតដាំនឹងប្រយោជន៍ជីអីឥឡូវខ្ញុំប្រាប់ទៅអ្នកស្រីឈើគឺជាអ្វីអ្នកស្រីសង្ហាឈើគឺជាទឹកភ្លៀងកណារដូវរៀងបើមានព្រៃឈើគឺថាមានភ្លៀងជាធម្មតាបន្ថយអាកាសឲ្យងៃសាឲ្យជាធម្មតាជាប្រកដីណាឯងបានស្ដាប់ខ្ញុំរៀបរាប់ខ្ញុំរិះខ្ញុំរេដើមបីផ្គប់ចំពោះអ្នកសុផាល្បីលបងបញ្ញាប្រុសនឹងស្រីអ្នកស្ដាប់សេចក្តីបានឬទេព្រៃឈើមិនផ្ដល់តែយើងទាំងប្រុសស្រីប្រយោជន៍តែយើងទៅប្រុសស្រីសូមបីតែបាក់សានឹងឯបាក់សៃថ្លៃមរឹកគីអីមរឹកគីអ្នកឯងហើយយល់ណាស់ជំទើស្រីស្រស់កាយពុំងៀនអ្នកស្រឡាញ់មរឹកគីគៀដូចជាជលធាអាប់អូនស្រីឈើគឺរបាំងនៃព្យុះភ្លៀងណាដាប់បានទេណានាងខ្ញុំបាទខំឆ្លើយជូនអត្តន័យបើចឹងនេតិយើងវាខ្លីខ្ញុំបាទលាស្រីប៉ុណ្ណឹងទៅហើយបានតុកអេសូមឲ្យតុកបងអ្នកងៃបានស្បើប្រមាណសូមមិនឲ្យស្បើយសម្លូតសម្លាញ់ចិត្តនៃអូនហើយបងហើយអូនលាទាំងអាឡាទៅចុះកាយទៅចុះអាយុវណ្ណៈសុខៈពលៈបដិភិណៈពោ5បកាព្រះចិនស្រីឲ្យអ្នកសម្បូរអ្វីឲ្យអ្នកសម្បូរសម្បាមីក្តាច់សម្បូរសម្បត្តិមានចាស់ថ្មីពីថ្ងៃនឹងទៅសម្បូរតាំងពីតុកទីតាំងឯក្រែបារាំងលម៉កម៉ូតូវត្ថុវីដេអូកោកបីឲ្យអ្នកសម្បូរអ្វីឲ្យអ្នកសម្បូរនៅសេរីសួស្ដីជ័យមង្គលអរគុណណាស់ដែលអ្នកបានអញ្ជើញមកជួបជាមួយខ្ញុំពិភាក្សាបញ្ហាដែលយើងនាំគ្នាដាំដែលឈើដែលព្រៃឈើវិញណាចាអញ្ចឹងបងកាលពីដាំ
អូនឈើនៅឯក្នុងតាម៉ៅដូចជាឃើញបងខ្ញុំរកបងអូយរកតែមិនជួបសោះខ្ញុំមិនបានទៅកន្លែងហ្នឹងទេខ្ញុំនៅឯថ្នាលបណ្ដោះនេះខ្ញុំអ្នកបណ្ដោះពូជឈើហ្នឹងទៅឲ្យខាងហ្នឹងណាខ្ញុំមិននឹកបងផងថាស្កប់ខំស្កាត់លើខំនេះចាសារៈសំខាន់នៃឈើព្រៃអ្នកដែលបានជួបជាមួយខ្ញុំហ្នឹងមានសារៈសំខាន់ណាស់ខ្ញុំជម្រាបចឹងថាឈើហ្នឹងអាចជួយផ្ទៃដីហ្នឹងឲ្យមានជីវជាតិនិងឲ្យជាប់នៅសំណើមរហូតមិនខ្សោះដីណាហើយអាចទប់ទល់ការហូរច្រោះដោយសារឈើវាមានឫសទប់ទល់ដល់ជីវជាតិទាំងឡាយណាកណាថាចឹងបានពាក្យស្លោកថាដែលព្រៃឈើគឺជាទឹកភ្លៀងព្រៃឈើជាប្រភពនៃជីវិតមនុស្សសត្វណាកាលណាបាត់បង់នៅព្រៃឈើក៏ដូចជាបាត់បង់អាយុជីវិតនៃមនុស្សឬសត្វដែរចាបាទអញ្ចឹងសារៈសំខាន់ណាស់អ្នកព្រៃឈើចាប់ពីយើងកើតទៅមើលខ្ញុំសុំសួរអ្នកឯងចាប់ពីយើងកើតងាមកអ្នកដឹងថាឈើជួយយើងក្នុងវិស័យអីហ៎មិនក៏បងមានប្រសាសន៍អញ្ចឹងបើសិនជាខ្ញុំមិនដឹងលុះត្រាតែខ្ញុំគ្មានសតិសម្បជញ្ញមើលអ្នកដែលដឹងមានសតិសម្បជញ្ញអ្នកហ្នឹងអ្នកថាឈើជួយយើងក្នុងវិធីណាខ្លះបងពេលដែលយើងកើតមកយើងមិនត្រូវការអុសយកទៅដុតកម្ដៅសាច់យើងអាំងភ្លើងបាទចានឹងក៏ត្រូវការឈើចុះឯងពេញកំមុំអ្នកឯងត្រូវការអីទៀតមិនសួរអីចឹងតែខ្ញុំរៀបការឲ្យរៀបការអ្នកឯងត្រូវការអីចុះមិនយកអស់យកមកដណ្ដើមស្លមួយយ៉ាងដែរចាហើយចុះធ្វើរោងការនោះខ្ញុំមិនមួយយ៉ាងទៀតចុះមកអីទៀតមើលអីទៀតបងឲ្យសួរដល់តែយើងស្លាប់នោះហ៎អត់ទេដោយត្រឹមការសិនត្រឹមការអ្នកឯងមិនប្រកបគេឲ្យធ្វើផ្ទះថ្មីនេះមិនធ្វើពីឈើឃើញទេចាហើយដល់ពេលអ្នកឯងកាលមុនដំបូងទៅជួបតាក់ទងគ្នាស្នេហាមុនកាលមិនទៅជ្រកក្រមម្លប់ឈើក៏ទៅឈើជួយយើងទាំងអស់ជួយណាបងយើងមិនត្រឹមតែដាំឈើនៅព្រៃភ្នំទេបងទៅបីតែដំណាំក្បែរផ្ទះយើងដូចជាដើមគៀដីអីដើមគៀដីយកទេបងដើមសង្កែអីហ្នឹងបងស្លឹកសង្កែកាលណាជ្រុះដល់ដីស្រូវទៅណាគឺល្អត្រឹមមានជីវជាតិគ្រប់បែបយ៉ាងបាទមានជីវជាតិគ្រប់បែបយ៉ាងចាហើយដើមគៀដីកាលណាយើងអត់បន្លែបេះតែផ្កាតែផ្លែយកមកស្លកកោគួយបាទហើយឈើវាអាចផ្ដល់នៅខ្យល់ដ៏បរិសុទ្ធទៀតចាបាទអ្នកឃើញទេស្លឹកឈើពេលរដូវដែលលំហើយស្លឹកឈើទាំងឡាយដូចគេត្រង់ទុកនៅធូលីដីនិងឲ្យនៅផ្ដល់ឲ្យយើងនៅខ្យល់ដ៏បរិសុទ្ធសម្រាប់យើងដកដង្ហើមចេញចូលគេហៅថាខ្យល់បរិសុទ្ធណាបាទគឺថាឈើមានសារៈសំខាន់តាំងពីកើតរហូតដល់ស្លាប់ណារហូតដល់ស្លាប់មិនត្រូវការបូជាយកអស់យកខ្ជុំយកស្លាតូនយកក្តារមួយជួលមិនធ្វើពីឈើបាទសត្វតែឈើទាំងអស់អញ្ចឹងយោងតាមពេលវេលាខ្លីខ្ញុំសូមថ្លែងអរគុណនឹងអ្នកហើយសូមថាថ្ងៃក្រោយចាំជួបគ្នាទៀតបើអញ្ចឹងជម្រាបលាអស់លោកលោកចុះបាទ